នៅក្នុងវីដេអូនេះអ្នកនឹងរៀនអំពីការកំណត់ទ្រង់ទ្រាយការបរិច្ឆេទពីលេខឡាតាំងទៅជាលេខខ្មែរឥឡូវនេះខ្ញុំមានតារាងបន្ទុកសិស្សមួយដោយនៅតំបន់ជួរឈរនេះយើងឃើញមានសុទ្ធតែលេខឡាតាំងឥឡូវនេះខ្ញុំនឹងបដូរពីលេខឡាតាំងទាំងអស់នេះទៅជាលេខខ្មែរដំបូងយើងត្រូវជ្រើសរើសនៅក្រឡាទាំងអស់នោះជាមុនសិនខ្ញុំកំពុងតែជ្រើសរើសរួចហើយយើងចុចនៅលើមេនុយទ្រង់ទ្រាយជ្រើសរើសពាក្យថាក្រឡារួចចុចនៅលើផ្ទាំងមួយឈ្មោះថាចំនួននៅក្នុងផ្ទាំងចំនួនយើងឃើញមានតំបន់ជាច្រើនដំបូងយើងចុចនៅលើតំបន់ភាសាបើសិនបើនៅតំបន់ភាសានេះបើសិនបើដាក់ថាភាសាខ្មែរយើងមិនចាំបាច់ផ្លាស់ប្ដូរទេឥឡូវនេះដោយសារវាដាក់ថាលំនាំដើមអង់គ្លេសសហរដ្ឋអាមេរិកឥឡូវនេះខ្ញុំនឹងបដូរវាពីភាសាអង់គ្លេសទៅជាភាសាខ្មែរដោយចុចនៅលើព្រួញចុះក្រោមរួចស្វែងរកពាក្យថាភាសាខ្មែរនៅពេលដែលខ្ញុំចុចរួចហើយយើងចុចនៅក្នុងប្រអប់ប្រភេទជ្រើសរើសការបរិច្ឆេទរួចហើយនៅតំបន់ទ្រង់ទ្រាយយើងត្រូវស្វែងរកប្រភេទឬក៏ម៉ូដណាមួយដែលយើងពេញចិត្តឧទាហរណ៍ខ្ញុំពេញចិត្តនៅម៉ូដនេះបើសិនបើខ្ញុំពេញចិត្តម៉ូដនេះនៅពេលដែលខ្ញុំចុចប៊ូតុងយល់ព្រមនោះវានឹងបង្ហាញនៅជាលេខឡាតាំងដដែលដោយបង្ហាញភាសាខ្មែរនិងលេខឡាតាំងរបៀបនេះដូច្នេះដើម្បីបដូរលេខទាំងអស់នេះទៅជាលេខខ្មែរដំបូងយើងត្រូវចុចនៅតំបន់មួយឈ្មោះថាកូដទ្រង់ទ្រាយរួចវាយពាក្យថាណាត់ណាំ1រួចបិទអង្គាសឲ្យវាដើម្បីឲ្យចេញជាលេខខ្មែរយើងត្រូវបើកអង្គាសរួចហើយវាយពាក្យថាណាត់ណាំលេខ1នោះវានឹងបដូរពីលេខឡាតាំងទៅជាលេខខ្មែរក្រោយពីយើងវាយរួចហើយយើងចុចនៅលើប៊ូតុងយល់ព្រមនៅពេលនោះវាបដូរទៅជាលេខខ្មែរទាំងអស់ដោយតំបន់នេះយើងឃើញមានសញ្ញាទ្រង់ជ្រូកដើម្បីបង្ហាញឲ្យឃើញទាំងអស់យើងត្រូវទាញនៅក្បាលជួរឈរនៅពេលនោះវានឹងបង្ហាញជាលេខខ្មែរទាំងអស់ដូច្នេះនេះគឺជារបៀបនៃការបដូរពីការបរិច្ឆេទលេខឡាតាំងទៅជាលេខខ្មែរសរុបមកការបង្រៀនរបស់ខ្ញុំសន្មតថាបញ្ចប់ដោយសង្ខេបហើយសង្ឃឹមថាអ្នកនឹងខិតខំព្យាយាមធ្វើការសាកល្បងដោយខ្លួនឯងបន្ថែមទៀតជួបគ្នានៅមេរៀនបន្ទាប់សូមអរគុណ